សួស្តីបងប្អូនថ្ងៃនេះយើងឃើញថាប្រធានចារកម្មថៃបានពោលពាក្យថាកម្ពុជាថៃអាចនឹងមានការប៉ះទង្គិចគ្នាជាលើកទី3ម្ដងទៀតបាទគេបានពោលពាក្យនេះហើយសារព័ត៌មានទាំងខៅសតទាំង The Nation របស់ថៃបានយករឿងនេះមកចេញផ្សាយយ៉ាងប្រងព្រាតនៅក្នុងថ្ងៃនេះនេះគឺជាផែនការរបស់គេនេះគឺជាអ្វីដែលគេបានរៀបចំរួចជាស្រេចគេបានបោះសម្ដីមកលើយើងមុននឹងមានអ្វីកើតឡើងជាបន្តបន្ទាប់ទៀតអ្វីដែលគេបានលើកឡើងគេលើកឡើងថាកម្ពុជាបានធ្វើការបញ្ជាទិញនៅអាវុធមួយចំនួនពីខាងអឺរ៉ុបហើយកម្ពុជានឹងមានការបោះឆ្នោតនៅឆ្នាំ2027អញ្ចឹងគេថាវាសមទំនងណាស់ដែលនឹងការប៉ះទង្គិចគ្នាជាលើកទី3ជាមួយកម្ពុជាអាចនឹងកើតឡើងអញ្ចឹងរឿងរ៉ាវទាំងអស់នេះត្រូវបានក្រសួងការពារជាតិរបស់យើងក៏បានចេញការបដិសេធបាទចេញសារបដិសេធនៅយប់ថ្ងៃទី24មិនិនានេះផងដែរដែលបញ្ជាក់ថាកម្ពុជាតាមពិតយើងក៏ដឹងទាំងអស់គ្នាដែរថាកម្ពុជាតែងតែប្រកាសជំហរជានិច្ចតាំងតែពីដើមមកគឺកម្ពុជាចង់ធ្វើការដោះស្រាយបញ្ហាតាមព្រំដែនដោយសន្តិវិធីដោយឈលលើសន្ធិសញ្ញាអនុសញ្ញាកិច្ចព្រមព្រៀងទាំងអស់ដែលយើងមានកន្លងមកជាពិសេសបទឈប់បាញ់របស់យើងដែលបានចុះហត្ថលេខាជាមួយគ្នានៅថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងសន្តិភាពដែលយើងតែងតែលើកឡើងដែលយើងតែងតែរំលឹកឡើងហើយយើងតែងតែជំរុញឲ្យភាគីថៃគោរពនៅកិច្ចព្រមព្រៀងទាំងអស់នោះផងដែរគឺកិច្ចព្រមព្រៀងសន្តិភាព26ខែតុលាឆ្នាំ2025អញ្ចឹងទេយើងបានបដិសេធហើយបដិសេធគឺបដិសេធហើយប៉ុន្តែយើងជឿថាថ្នាក់ដឹកនាំរបស់យើងជឿថាជួរមុខរបស់យើងគឺបានត្រៀមខ្លួនរួចជាស្រេចជានិច្ចនៅក្នុងការពារខ្លួនអញ្ចឹងយើងដឹងថាថ្ងៃនេះបងប្អូនកត់សម្គាល់ទៅបងប្អូនកត់ថ្ងៃទុកទៅថ្ងៃហ្នឹងថ្ងៃទី24មិនិនាគេបាននិយាយអញ្ចឹងតើនឹងមានអីកើតឡើងជាបន្តទៀតអញ្ចឹងខ្ញុំមានតែលើកទឹកចិត្តបងប្អូនមួយកម្រិតទៀតទាន់អ្វីនៅអាចត្រៀមបានបងប្អូនអាចមានលទ្ធភាពជួយអីសម្រាប់បងប្អូនជួរមុខបងប្អូនអាចរួមចំណាយជាបន្តបន្ទាប់ទៅបងប្អូនគឺថាពេលវេលារឿងហេតុយើងមើលមិនឃើញទេយើងសង្ឃឹមថាអាចបន្តដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធីយើងមិនចង់មានរឿងអីដែលប៉ះទង្គិចគ្នាសារជាថ្មីកើតឡើងទេប៉ុន្តែប្រសិនបើសន្តិភាពដែលយើងចង់បាននោះគេចង់ជន់ចោលគេចង់បំផ្លាញចោលទៀតយើងការពារខ្លួនយើងត្រៀមខ្លួនជានិច្ចនៅក្នុងការពារខ្លួនអញ្ចឹងខ្ញុំសូមសង្ខេបជូនបងប្អូនថ្ងៃហ្នឹងប៉ុណ្ណឹងវាគ្រាន់តែមានរឿងប៉ុណ្ណឹងទេថ្ងៃហ្នឹងគេបានពោលពាក្យប៉ុណ្ណឹងគេបានចេញផ្សាយយ៉ាងប្រងព្រាតបែបហ្នឹងយើងឆ្លោះបញ្ចាំងអំពីចេតនារបស់គេទៅហើយសម្រាប់ខ្មែរដទៃទៀតនៅក្រៅប្រទេសគេកំពុងតែសប្បាយមែនទែននៅពេលដែលគេចិត្តឃើញយើងនឹងថៃផ្ទុះអាវុធជាមួយគ្នាសារជាថ្មីគេចង់បានណាស់ពីព្រោះគេតែងតែរុញយើងឲ្យទៅផ្លូវហ្នឹងការដោះស្រាយដោយសន្តិវិធីគេមិនចង់ឃើញទេគេយល់ថានោះគឺជារឿងកំសាកគេយល់ថានោះមិនមែនជាដំណោះស្រាយអ្នកខាងក្រៅប្រទេសគេចេះតែគិតថាទាល់តែវាយគ្នាទៅគេហៅថាក្លាហានអញ្ចឹងទេរឿងនេះប្រសិនបើកើតឡើងពិតមែនគឺវាសមតាមបំណងគេអ្នកនៅក្រៅប្រទេសប៉ុន្តែអ្នកខាងក្នុងមិនចង់ទេពីព្រោះបងរបស់យើងនៅជួរមុខនឹងឯងដែលជាអ្នកត្រូវរងរបួសដែលជាអ្នកត្រូវលះបង់ដែលជាអ្នកត្រូវប្រឈមនឹងពលីពីព្រោះអ្នកនៅក្រៅប្រទេសដែលចេះតែនិយាយនោះគេមិនដែលមកជួយមរៈមរៀលណាទេគេក៏មិនយកទ្រូងរបស់គេយកមកពាំងគ្រាប់ដោយបងដែលជាវីរៈកងទ័ពក្លាហានរបស់យើងនៅជួរមុខដែរបងប្អូនសូមជួយចែករំលែកវីដេអូនេះទាំងអស់គ្នាកុំមានការភ័យស្លន់ស្លោមានការអីកើតឡើងបងប្អូនតាមដាននៅប្រភពព័ត៌មានពីពេចផ្លូវការរបស់ក្រសួងការពារជាតិក្រសួងការបរទេសពេចសម្ដេចតេជោពេចសម្ដេចធិបតីពេចថ្នាក់ដឹកនាំរបស់យើងគឺជារឿងចាំបាច់បំផុតកុំឲ្យបងប្អូនភ័យបារម្ភដោយសារតែព័ត៌មានដែលផ្លោងមកពីខាងថៃមួយចំនួនដែលគេធ្វើឲ្យមានការភ័ន្តច្រឡំដែលគេចង់បង្កើតកកាយរឿងអីមួយឲ្យផ្ទុះឡើងដើម្បីផ្ទុះសង្គ្រាមសារជាថ្មីតាមគម្រោងផែនការរបស់គេអរគុណបងប្អូនយល់យ៉ាងណាអាចខមមិននៅខាងក្រោមសូមជួយចែករំលែកវីដេអូនេះម្នាក់មួយទាំងអស់គ្នា